កូនជាទីស្រឡាញ់ពាក្យថាគ្រួសារជាពាក្យដែលមានដីមានអត្ថន័យច្រើនគឺសំដៅដល់ការស្រឡាញ់ភាពកក់ក្ដៅភាពនៃត្រកូលតែមួយជាមួយគ្នាឡានៅប្រទេសខាងលិចភរិយាតែងយកត្រកូលប្តីមកប្រើហើយតែងហៅគ្នាថាអ្នកផ្ទះខ្ញុំឬគ្រួសារខ្ញុំជាដើមសម័យដែលកូននៅក្មេងៗយើងនៅរួមគ្នាជាគ្រួសារមានសម្លេងសើចសប្បាយមានសម្លេងរត់ប្រឡែងគ្នាបរិភោគអាហាររួមគ្នានឹងធ្វើអ្វីៗជាមួយគ្នាមានភាពរស់រវើកពុកម្ដាយសំបីធ្វើការហត់នឿយអស់កម្លាំងយ៉ាងណាក៏ដោយលុះមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនរត់មកទទួលជួយកាន់ជួយទទួលយករបស់របរនិងសាកសួរពីការហត់នឿយប៉ុណ្ណឹងម៉ែឪក៏បាត់អស់នៃការនឿយហត់ទៅហើយមេដាបិតាឃើញកូនញ៉ាំបានគេងលក់ក៏សប្បាយចិត្តទាំងអស់នេះឯងណាកូនដែលហៅថាគ្រួសារមានភាពកក់ក្ដៅនោះ